សួស្តីទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំមានអ្នកបោះមួយដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមានឆ្នាំអ៊ុតថ្មីមកណាបងប្អូនតោះមកទាំងអស់គ្នាបងប្អូននៅគ្នាអង្គបូស៊ីងទាំងអស់គ្នាតោះអូយខ្ញុំអង្គបូស៊ីងខ្ញុំហែកចាញ់ទៅបងប្អូនអើយចាប់ដល់ហើយមិនថាមិនចាយហែកតើបានហ្នឹងឯងរឿងហែកប៉ុណ្ណាអូយបងប្អូនមើលណែអូយលុយមែនទែនឆ្នាំអ៊ុតនេះអូយវ៉ាវរូបរាងគេផងដល់វាយើងដកចេញណាវ៉ាវបងប្អូនទិញឆ្នាំងអ៊ុតនេះមួយណាឆ្នាំងអ៊ុតចេញថ្មីនេះគឺមានតំណត់ពឿខ្មៅនេះស្រេចហ្នឹងណានេះបងប្អូនចង់ដឹងថានេះជាអីគេដែរធុងទឹករបស់យើងគឺដាក់បានច្រើនមែនទែនហ្នឹងណាធុងទឹករបស់យើងដល់វាយើងដកចេញឯណាដកថងចេញមកណាមានបដាច្រើនណាបងប្អូនអើយឃើញទេបងប្អូនមានបដាច្រើនដកមកឃើញទេរូបរាងកាន់តែបដូរគ្នាតែបន្តិចឯងបងប៉ុន្តែពិធីតឡើងគឺដូចតែគ្នាទេបងឃើញទេចង់ដឹងថានេះសម្ដីគេអត់នេះស្រាប់យើងដាក់ឆ្នាំងអ៊ុតណាឃើញទេចូលមកមើលមួយទៀតបងប្អូន1 2 3ឃើញទេនេះស្រាប់យើងដាក់លើឆ្នាំងអ៊ុតហើយឆ្នាំងអ៊ុតថ្មីនេះបងបើចង់ដឹងថាគីឡូវាប៉ុន្មានអត់2គីឡូ2ខាំ2គីឡូ2ខាំណាយើងថ្លឹងតែដៃឆ្នាំងយើងថ្លឹងតែឆ្នាំងអ៊ុតនេះមួយឯងប៉ុន្តែចំនួនគីឡូវា2គីឡូ2ខាំបងប្អូនហ្នឹងឯងដល់វាយើងតម្លើងឯណាបងប្អូនតោះយើងតម្លើងឆ្នាំងអ៊ុតទាំងអស់គ្នាអញ្ចឹងយើងមុនដំបូងគឺតម្លើងឆ្នាំងអ៊ុតនេះបងប្អូនគឺដូចគ្នានឹងសេរីចាស់ឯងដូចគ្នានឹងអាមុនឯងបងតែប៉ុន្តែវាខុសតែរូបរាងបន្តិចណោះឯងញ៉ាត់សយោចូលមករួចហើយមកសឿញឃើញទេឃើញអត់គឺតម្លើងស្រួលមែនទែនបងប្អូនហើយចង់ដឹងថានេះគេតម្លើងដាក់ធុំហ្មងឃើញទេតោះយើងតម្លើងទាំងអស់គ្នាមកដល់វាយើងដាក់បានកាលយើងប្រើមួនចាត់បានទេបងប្អូនតែប្រើដៃរៀងសង្កត់បន្តិចឃើញទេក្លាប់បាត់ហើយអានេះសម្រាប់យើងមួននៅខាងក្នុងយើងមកឲ្យទឹកក្លឹបមកណែនចិត្តភើងឃើញទេរួចហើយណែដល់វាយើងតសយោទឹកពីឆ្នាំងអ៊ុតមកណែសយោទឹកយើងតចេញពីឆ្នាំងអ៊ុតមួយហើយមួយទៀតគឺយើងតចេញពីធុងទឹករបស់យើងឃើញទេឥឡូវនេះយើងត្រឡប់រួចអស់ហើយវាយើងក្របធុងទឹកម្ដងឃើញទេធុងទឹកនេះធំមែនទេបងប្អូនអើយពេញប៉ាន់ហើយបងប្អូនរូបរាងឡើងស្អាតឃើញទេអូយបងប្អូនធុងទឹកនេះមានអារម្មណ៍ថាស្រៀងខ្ញុំអត់សិតខ្ញុំមែនទេតាតែវាយើងត្រឡប់នេះម្ដងចឹងបងប្អូនទាំងអស់គ្នាឲ្យដឹងថានេះគេត្រឡប់ខាងនេះឲ្យចាំថាសយោអាប្រហោងខាងធំនេះគឺយើងដាក់កន្លែងទឹកកន្លែងសយោទឹកយើងខាងប្រហោងទួយខាងនេះគឺយើងដាក់ខ្សែភ្លើងហ្នឹងឯងបងប្អូនអញ្ចឹងកន្លែងប្រហោងទឹកឃើញទេដោយវាខ្សែភ្លើងឃើញទេគឺត្រឡងស្រួលមែនទេបងប្អូនឃើញទេគឺត្រឡងដូចតែមុននឹងឯងប៉ុន្តែឆ្នាំងអ៊ុតនេះវាខុសតែរូបរាងបន្តិចបន្តួចទេ
ឆ្នាំងអ៊ុតយើងមុនយើងមានអាមូនៅខាងនេះសំបីយើងឡើងអ៊ុតខោទូទៅធម្មតាឬក៏ហូប6ពេលឆ្នាំងអ៊ុតសេរីថ្មីចាញ់នេះមកបងប្អូននេះអ្នកខាងក្រោយនេះគេមានចំណុចឲ្យយើងមូលគេមានដូចនាឡិកាដែលយើងមូលអញ្ចឹងបើបងប្អូនអ៊ុតខោទូទៅធម្មតាបងប្អូនមូលមកដល់លេខ3ហ្នឹងណាមូលមកដល់លេខ3បើសិនជាអ៊ុតខោកបយខោជុំក្បាលគីបអញ្ចឹងបងឯងមូលមកដល់លេខ4មកបងហ្នឹងណាយើងមូលដល់លេខ4បើសិនជាយើងអ៊ុតហូប6បងប្អូនមូលមកដល់លេខ5មកបងប្អូនយើងយកអាតនិចនេះដើម្បីឲ្យចំនឹងលេខ5អានេះសម្រាប់យើងអ៊ុតហូប6